អ៊ីស្រាអែលបានបើកការវាយប្រហារដ៏ខ្លាំងក្លាទៅលើអ៊ីរ៉ង់ដោយបានបំផ្លាញទីតាំងសំខាន់ៗរបស់អ៊ីរ៉ង់យ៉ាងដំណំក្នុងការវាយប្រហារនេះមេដឹកនាំយោធាកម្ពូលមួយចំនួនរបស់អ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតអ៊ីស្រាអែលបានហៅវាថាជាប្រតិបត្តិការ Rising Lion ដែលក្នុងនោះជនស៊ីវិលរាប់សិបនាក់ព្រមទាំងអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ជាច្រើននាក់បានស្លាប់និងរាប់រយនាក់ទៀតបានរងរបួសដែលជាការវាយប្រហារដ៏ធំមួយទៅលើកម្មវិធីយោធានិងនុយក្លេអ៊ែររបស់អ៊ីរ៉ង់អ៊ីស្រាអែលអះអាងថាការវាយប្រហារនេះមានគោលបំណងបញ្ឈប់អ៊ីរ៉ង់ពីការក្លាយជាមហាអំណាចនុយក្លេអ៊ែរចាប់តាំងពីអ៊ីស្រាអែលវាយប្រហារមកលើប្រទេសរបស់ខ្លួនមកអ៊ីរ៉ង់មានការខឹងសម្បារយ៉ាងខ្លាំងព្រោះនេះជាការវាយប្រហារដ៏ធំបំផុតទៅលើប្រទេសរបស់ខ្លួនចាប់តាំងពីឆ្នាំ1980មកជាការឆ្លើយតបអ៊ីរ៉ង់បានបិទដែនអាកាសរបស់ខ្លួនបិទសាលារៀននិងប្រកាសដាក់ការប្រុងប្រយ័ត្នខ្ពស់ទូទាំងប្រទេសប៉ុន្មានម៉ោងក្រោយមកអ៊ីរ៉ង់បានបើកការវាយប្រហារសងសឹកយ៉ាងខ្លាំងក្លាដោយបាញ់មីស៊ីលប៉ាឡេស្ទិករាប់រយគ្រាប់ទៅលើអ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មាននាទីសម្លេងសេរ៉ែនសង្គ្រាមបានពន្លឺឡើងពេញប្រទេសបង្កើតជាទិដ្ឋភាពនៃការភ័យខ្លាចនិងភាពវឹកវរអ៊ីរ៉ង់បានដាក់ឈ្មោះប្រតិបត្តិការរបស់ខ្លួនថា Operation True Promise មីស៊ីលប៉ាឡេស្ទិកបានធ្លាក់ទៅលើទឹកដីអ៊ីស្រាអែលដូចជាទឹកភ្លៀងហើយឥឡូវនេះវាហាក់ដូចជាការរាប់ថយក្រោយទៅកាន់សង្គ្រាមលោកលើកទី3បានកើតឡើងហើយអញ្ចឹងតើអ៊ីស្រាអែលបានធ្វើត្រូវហើយឬដែលបានបើកការវាយប្រហារនេះឬវាបានបើកទ្វារទៅរកអ្វីដែលគ្រោះថ្នាក់ជាងនេះឬទេអ៊ីស្រាអែលបានអះអាងថាគោលបំណងគឺបញ្ឈប់អ៊ីរ៉ង់ពីការក្លាយជាមហាអំណាចនុយក្លេអ៊ែរប្រសិនបើអ៊ីស្រាអែលជឿជាក់ថាអ៊ីរ៉ង់ជិតមានអាវុធនុយក្លេអ៊ែរហើយវាជាការគំរាមកំហែងដល់អស្ថិរភាពរបស់ពួកគេការវាយប្រហារបែបការពារជាមុនអាចត្រូវបានគេមើលឃើញថាជាការចាំបាច់ពីទស្សនៈរបស់ពួកគេជាក់ស្ដែងវាបានបើកទ្វារទៅរកចំនួនទ្រង់ទ្រាយធំការវាយប្រហារដែលសម្លាប់មេដឹកនាំយោធាកម្ពូលនិងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់គឺជាការបង្កហេតុដ៏ធំដែលស្ទើរតែប្រកាសនឹងនាំទៅរកការសងសឹកយ៉ាងសាហាវការឆ្លើយតបរបស់អ៊ីរ៉ង់ជាមួយនឹងមីស៊ីលប៉ាឡេស្ទិករាប់រយរាប់ពាន់គ្រាប់ទៅលើអ៊ីស្រាអែលបង្ហាញយ៉ាងច្បាស់ថាការវាយប្រហារដំបូងមិនបានបញ្ឈប់អ៊ីរ៉ង់ទេផ្ទុយទៅវិញវាបានពន្លឿនចំនួនទៅរកកម្រិតដែលមិនធ្លាប់មានពីមុនមកការវាយប្រហាររបស់អ៊ីស្រាអែលបើទោះបីជាមានគោលបំណងបញ្ឈប់អ៊ីរ៉ង់ក៏ដោយក៏ហាក់ដូចជាបានជំរុញឲ្យតំបន់ទាំងមូលឈានទៅរកសង្គ្រាមទ្រង់ទ្រាយធំការស្លាប់ជនស៊ីវិលរាប់សិបនាក់អ្នកវិទ្យាសាស្ត្រការបិទដែនអាកាសនិងការប្រកាសអាសន្ននៅអ៊ីរ៉ង់បន្ទាប់មកដោយការបាញ់មីស៊ីលយ៉ាងគំហុកទៅលើអ៊ីស្រាអែលបង្ហាញពីការកើនឡើងនៃចំនួនដែលពិបាកនឹងគ្រប់គ្រងនេះអាចជាចំណុចរបត់មួយដែលនឹងនាំទៅរកផលវិបាកជាសកលដ៏អាក្រក់បំផុតដោយអ្វីដែលបានលើកឡើងខាងលើការរាប់ថយក្រោយទៅកាន់សង្គ្រាមលោកលើកទី3បានចាប់ផ្ដើមហើយ